បាទសួស្តីបងប្អូនថ្ងៃនេះយើងមានវីដេអូបន្តទៀតដែលនិយាយរៀបរាប់អំពីការប្រើប្រាស់អំពីកាដូអញ្ចឹងវគ្គមុនដូចបងប្អូនបានឃើញហើយគឺយើងធ្វើការ review ក៏ដូចជាធ្វើបទបង្ហាញផ្សេងពីកាដូអញ្ចឹងថ្ងៃនេះដែរយើងមកណែនាំបងប្អូនឲ្យស្គាល់អំពីការប្រើប្រាស់របៀប connect វាជាមួយនឹងទូរស័ព្ទហើយនឹង function ខ្លះអញ្ចឹងបងប្អូនណាសម្រាប់អី function ពិសេសផ្សេងទៀតចាំខ្ញុំនឹងចែកជូនបងប្អូននៅពេលក្រោយទៀតដោយសារតែឥឡូវនេះគឺយើងរៀបរាប់តែ function ពិសេសដែលយើងចាំបាច់ត្រូវប្រើនៅពេលដែលយើងធ្វើដំណើរទៅផ្លូវឆ្ងាយដើម្បីកុំឲ្យបងប្អូនលុកឡំវឹកវល់គ្នាពីនឹងអញ្ចឹងបាទអូខេអញ្ចឹងឥឡូវកុំឲ្យបោបាច់យូរនឹងរៀបរាប់ function ដែលសំខាន់តែបងប្អូនចាំបាច់ត្រូវការប្រើប្រាស់នៅពេលដែលយើងធ្វើដំណើរអញ្ចឹងអា function ផ្សេងទៀតចាំវគ្គបន្តក្រោយទៀតណាបាទអញ្ចឹងនេះជាអ្វីដែលបងប្អូនបានឃើញអានេះខ្ញុំយកទូរស័ព្ទមកដាក់នេះអញ្ចឹងឧទាហរណ៍ផ្ទាល់ចេះហ្មងបាទអញ្ចឹងកាដូនេះយើងដាក់នៅលើមួកហើយរៀបចំហើយនឹងជាមួយទូរស័ព្ទហើយយើងរួមទៅអានេះស្អាតសុទ្ធអត់ទាន់មានបាន connect ជាមួយគ្នាអីទេអូខេអញ្ចឹងជាដំបូងយើងធ្វើការបើកវាសិនណាបងប្អូនណាបាទអញ្ចឹងយើងចុចប៊ូតុងនេះមួយនេះណាចុចប៊ូតុងនេះមួយជាមួយនឹងប៊ូតុងនេះបាទចុចវាឲ្យជាប់ណាចុចឲ្យជាប់ហើយចុចអានេះមួយមកវាលោតភ្លើងសញ្ញាពណ៌ខៀវមកហើយ Download and install the Cardo Connect app to unlock your unit's full feature set បាទបងប្អូនឮទេអញ្ចឹងភាសាអង់គ្លេសខ្ញុំអត់សូវប្រកែអត់សូវដឹងប្រហែលទេអញ្ចឹងការបើកមកវាឲ្យយើង download ជាមួយនឹង app បាទតែ app ហ្នឹង function ក្រៅផ្សេងពិសេសទៀតទេណាបាទបងប្អូនណាបាទនេះដែលមាន QR គេហ្នឹងហើយនៅក្នុងយើង unbox ថ្ងៃមុនហ្នឹងបន្ទាប់ពីហ្នឹងរឿងដែលយើងត្រូវធ្វើទី2គឺទីមួយទៀតគឺយើងត្រូវបើក Bluetooth ទូរស័ព្ទយើងបាទអញ្ចឹងទូរស័ព្ទយើងបើកមកចូលមកកន្លែង setting មកអញ្ចឹងយើងអានេះវាអត់ទាន់បាន search រក device ទេអញ្ចឹងយើងដើម្បី search រកយើងចុចអានេះ hold វាជាប់ចុចអានេះបងប្អូនណានេះចុច hold វាជាប់មកអញ្ចឹងយើងចុចអាប៊ូតុងនេះឲ្យជាប់រៀងយូរគួរសមដែរបងប្អូនណាបាទប្រហែលជា5មិនដឹងនេះមើលចុចឲ្យជាប់សិនតោះ1 2 3អូតែ3ហីអញ្ចឹងវាលោតសញ្ញាខៀវក្រហមវាប្រាប់ថា phone pairing អញ្ចឹងយើងមើលនៅក្នុងនេះវិញតែពេលណា phone pairing វាលោតមកណានៅក្នុងទូរស័ព្ទយើងនេះបាទអញ្ចឹងឈ្មោះ Bluetooth វាគឺ PTH អញ្ចឹងយើង connect មកយើង select មក phone connected បាទហេ phone connected អញ្ចឹងវា connect គ្នាហើយយើងអាចស្ដាប់ចម្រៀងក៏ដូចជាលើកទូរស័ព្ទលើកអីនិយាយបានបងប្អូនណាបាទអញ្ចឹងឥឡូវយើងសាកចាក់ចម្រៀងមួយមើលបាទទីហោនិយាយទៅអូខេខ្ញុំចាក់បទបរទេសថាជាប់ copyright ចាក់បទខ្មែរទៅឡំសើមានតែថៃ remix ណាអូខេឡយបងប្អូនបាស JBL ឬព្រោះណាបាទខ្ញុំស្គាល់ពីសិនបាទអញ្ចឹងករណីថាបងប្អូនចង់បដូរបទចម្រៀងវាស្រួលមែនតើប្ដូរបទចម្រៀងយើងអាចប្រើប៊ូតុងនៅលើមួកនេះក៏បានយើងអាចប្រើប៊ូតុងលើមួកក៏បានយើងអាចនិយាយនៅក្នុងម៉ៃនេះក៏បានដើម្បីឲ្យបដូរបទចម្រៀងឬក៏ដូរstyle នៅក្នុងហ្នឹងបងប្អូនណាបាទអញ្ចឹងដើម្បីឥឡូវឧទាហរណ៍ខ្ញុំចាក់ឲ្យបងប្អូនស្ដាប់សិនដំបូងយើងចាក់ណាហ្នឹងហើយអញ្ចឹងបើយើងចង់ stop យើងចុចអានេះមួយណាចុចមួយអញ្ចឹងមកតបមកដល់ពេលយើងចង់ play យើងមិនចុចអាហ្នឹងវិញយើងចុចនេះវិញណាបងប្អូនណានេះចុចនេះហ្នឹងហើយចុចនេះវា play វិញហើយអូខេគេចុចមួយទៀតវាកំពុងតែ play យើងចុចមួយទៀតវាចូល next វាចូលដូរបទចម្រៀងបងប្អូនណាបាទអូខេអញ្ចឹងយើងស្គប់យើងចុចនេះហើយតម្លើងសលេងក៏យើងមូលហ្នឹងដែរណាតម្លើងបន្ថយសលេងតម្លើងសលេងលើហ្នឹងបងប្អូនណាបាទឥឡូវឧទាហរណ៍ខ្ញុំកំពុងចាក់ឲ្យខ្ញុំនិយាយតាមម៉ៃវិញឲ្យវាដូរបទចម្រៀងចាំមើលបងប្អូនខ្ញុំស្រាប់ណា Hey Cardo next track ឃើញហ៎បងប្អូនឃើញហ៎តែបើតែយើងនិយាយភាសាអង់គ្លេសច្បាស់គឺវាចាប់បានដែរបាទបងប្អូនអញ្ចឹងរាល់ពេលដែលយើងបដូរបទចម្រៀងឬក៏យើងថយបទចម្រៀងមកវិញយើងអាចនិយាយភាសាអង់គ្លេសទៅតាមនោះទៅបាទប៉ុន្តែកាលណាយើងនិយាយអត់សូវច្បាស់គឺវាអាចនឹងល្អលោបន្តិចដែរណាបងប្អូនណាបាទអញ្ចឹងបើយើងត្រឡប់និយាយទៅប្រហែលជាលែងអីហើយអញ្ចឹងឧទាហរណ៍យើងឲ្យវាស្កប់ចម្រៀងឬក៏បើកចម្រៀងឬក៏យើងឲ្យវា
ដូរបត់ចម្រៀងទៅមុខឬក៏ថយក្រោយវិញអាហ្នឹងគឺបានអូខេណាគឺល្អមែនតើយើងមិនបាច់ចាំប្រើដៃវិជាញ៉ៃញ៉ៃឯដៃយើងគិតថាកាន់ចង្កូតម៉ូតូយើងប្រើតែមាត់យើងវិជាវាបានហើយណាវាអែមដែរហើយអញ្ចឹងការបិទបើកសលេងក៏យើងអាចវិជាលើនឹងដែរអញ្ចឹងវាដូចទៅនឹងយើងវិជាទៅលើសេរីទូរស័ព្ទយើងអញ្ចឹងបងប្អូនណាយើងប្រើពាក្យ Hey Kado មុនណាបាទឥឡូវឧទាហរណ៍មួយទៀតខ្ញុំតឡើងសលេងអញ្ចឹងខ្ញុំ play សិនណាទេ Hey Kado volume up ណាឥឡូវខ្ញុំឲ្យទៅថយវិញ Hey Kado volume down ទេបងប្អូនណាបាទអញ្ចឹងនៅពេលការប្រើប្រាស់ប៊ូតុងដូរសលេងអាចដូរតាមនេះក៏បានបងប្អូនឃើញណាយើងអាចបញ្ជាតាមមាត់ក៏បានតែខ្ញុំចូលចិត្តប្រើមាត់និយាយយើងទៅនិយាយជាងវាលយដែរអញ្ចឹងបាទយើងអាចធ្លាប់ប្រើអញ្ចឹងពីមុនមកអញ្ចឹងអូខេទៅពេលដែលយើងពេលខ្លះយើងនិយាយទៅវាដូច error វាស្ដាប់បញ្ជាយើងនិយាយអត់ច្បាស់មិនដឹងអញ្ចឹងវាអត់នេះដែរយើងត្រូវប្រើដៃដែរអូខេអញ្ចឹងបញ្ចប់វគ្គត្រង់យើងស្ដាប់បទចម្រៀងត្រឹមហ្នឹងសិនបាទអញ្ចឹងរាល់ការយើងដូរបទចម្រៀងនៅក្នុង folder យើងឬក៏ playlist យើងហ្នឹងតោះតែយើងចុចដូរខ្លួនឯងឯងបងប្អូនណាបាទយើងអាចជាតាមម៉ៃបានទេដោយសារថាវាអត់ដឹងមិនដែរប្រហែលជាវាជ្រៅជ្រះពេកឲ្យដឹងបាទអញ្ចឹងយើងចូលវគ្គក្នុងការ call តំណងគ្នាម្ដងណាចាំបន្តិចបាទឥឡូវគឺ call មកមិនថាតាម Telegram ឬក៏តាម Messenger ឬក៏តាមលេខអីទេគឺយើងអាចចុចប៊ូតុងដើម្បីលើកបានឬក៏យើងអាចនិយាយផ្ទាល់មាត់ក៏បានដែរណាបងប្អូនណាហ្នឹងហើយអញ្ចឹងប៊ូតុងលើកយើងចុចអានេះមកបាទអូខេយើងចុចអានេះបងប្អូនណាបាទហ្នឹងហើយអញ្ចឹងខ្ញុំសាកខម្ដងទៀតនៅយើងនិយាយមាត់ឲ្យលើកយើងមិនបាច់ចាំចុចទេដោយសារពេលខ្លះយើងស្រោមដៃអីញ៉ៃផងហើយប៊ូតុងនេះទូចអាចឲ្យយើងនឹងពិបាកក្នុងការចុចបន្តិចអញ្ចឹងយើងអាចនិយាយមាត់ឲ្យលើកបានណាអញ្ចឹងម្ដងទៀតណាអូខេខលមកជើមើលខ្ញុំនិយាយយើងគ្រាន់តែស្រែកមួយម៉ាត់បានហើយ answer អូខេឃើញបងប្អូនគ្រាន់តែយើងនិយាយភាសាអង់គ្លេសអាពាក្យ answer នឹងអត់សូវច្បាស់អញ្ចឹងវាពិបាកបាទអញ្ចឹងសម្រាប់អ្នកគេចេះអង់គ្លេសបកែគេបកែតង់កែអីអាចនឹងស្រួលប្រើតែសម្រាប់ខ្ញុំអង់គ្លេសអីកប៉ិកប៉កកប៉ិកប៉ោចហ្នឹងដូរបាយស៊ីហ្នឹងមិនងាយទេបងប្អូនណាបាទតែប្រហែលជាយើងព្យាយាមនិយាយយូរទៅយើងដឹងតង់វាអត់អីទេបាទឥឡូវខ្ញុំមើលខ្ញុំសាកខលម្ដងទៀតណា answer អូខេឃើញទេអែមស្រែមហោះគេគាត់ប្រើពាក្យ answer ចេញមកហើយឧទាហរណ៍ថាបើសិនជាសំឡេងវាលឺពេកហើយយើងអត់តន់ចង់លើកនិយាយបងប្អូនណាយើងអាចឲ្យវា mute បានដោយគ្រាន់តែប្រើពាក្យ ignore ឃើញទេបងប្អូនបាទអញ្ចឹងភាសាយើងហើយអានេះវានៅដែរវាគ្រាន់ mute ringtone យើងអញ្ចឹងយើងគ្រាន់តែថាយើងមិនតន់ចង់លើកនិយាយយើងកំពុងជាប់ដៃជិះម៉ូតូជិះអីចឹងណាបាទអញ្ចឹងបាទវាអាចថារអាក់រអួលតិចតួចនៅពេលដែលយើងប្រើភាសាអង់គ្លេសទៅវាមិនសូវច្បាស់វាអាចនឹងមានការរអាក់រអួលតិចតួចអាចឲ្យយើងនិយាយពីរដងអញ្ចឹងទៅណាបាទប៉ុន្តែសម្រាប់អ្នកដែលគាត់ចេះភាសាអង់គ្លេសច្បាស់គាត់រៀនបានជ្រៅជ្រះហ្នឹងគាត់អាចនិយាយបានច្បាស់អញ្ចឹងវាអត់ជាបញ្ហាសម្រាប់ពួកគាត់ទេបាទហើយភាសាខ្មែរយើងវាពិបាកដែរវារឿងប្រព័ន្ធលេខអញ្ចឹងមួយ social media គឺវាពិបាកមែនតើណាបាទអូខេអញ្ចឹង function ដែលសំខាន់វាមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងប្រាប់អំពីការ connect ជាមួយនឹងប្រព័ន្ធ Kado ដទៃទៀតប៉ុន្តែដោយសារឥឡូវនេះយើងមានតែមួយទេណាចាំមើលខ្ញុំនឹងព្យាយាមរក Kado មួយទៀតដើម្បីធ្វើការ pair device គ្នាដើម្បីនិយាយគ្នាឲ្យបងប្អូនបានឮបានយល់បានឃើញអញ្ចឹងណាបាទឥឡូវនេះគឺសូមបញ្ចប់វីដេអូហ្នឹងសិនដោយសារថា Kado យើងមានតែមួយទេយើងអាចធ្វើការ review ជាមួយនឹង pair ជាមួយនឹង device ដទៃជាមួយនឹង Kado ដូចគ្នាបានទេបាទប៉ុន្តែបើសិនជា pair ជាមួយនឹង device ផ្សេងទៀតអាចនឹងវីដេអូផ្សេងមួយទៀតណាកុំឲ្យបងប្អូនមើលឲ្យលោកឡំគ្នាបាទបាយបាយសុខសប្បាយទាំងគ្នាសាយសបុកជួបគ្នានៅវីដេអូបន្ទាប់ទៀត